Bàជំរាបសួរបងប្អូនបាទថ្ងៃនេះអត់មានក្បាលវីដេអូអីទេគឺឆៅតែម្ដងបាទកាត់ភ្លើងដាក់ហ្គាសនេះកាត់ភ្លើងដាក់ហ្គាសគឺមកកាត់ហ្គាសដាក់ខ្ទះហើយដាក់ខ្លាញ់ជ្រូកបាទយើងចំហៀវវាយកខ្លាញ់តិចបាទយើងអត់ប្រើប្រេងស្ដែកទេយើងប្រើពីខ្លាញ់ជ្រូកបាទហើយមើលតាមហូបនឹងមុខអីបាទហើយដំបូងយើងចាប់ដើមកូរខ្ទឹមឲ្យវាឈ្ងុយណាកូរខ្ទឹមឲ្យឡើងឈ្ងុយតិចចាំយើងចាក់សាច់បាទកូរចុះកូរឡើងកូរចុះកូរឡើងអីបាទបាត់វីដេអូរបស់ខ្ញុំនៅស្អែកមានម្ហូបអីក្រៅពីឆាបាទឆាលីងអីបាទនេះយើងដាក់សាច់ជ្រូកបាទពុកម្ហូបនេះបងប្អូនតើដឹងថាជាម្ហូបអីទេគាត់នឹងតែឆាសាច់បាទឥឡូវយើងបបទុកម្ល៉េះសិនដើម្បីឆាសាច់នឹងឲ្យវាដាច់ទឹកព្រៃវាទៅឲ្យវាស្ងួតបាទតែចំអាបនៅបានយើងដាក់បន្លែចូលបាទអញ្ចឹងក្រាបតែម្ដងចាស់បាទមុខម្ហូបនេះគឺឆាត្រឡាចបាទតែមុននឹងដាក់បន្លែដាក់ម្ទេសមួយសិនដើម្បីយកពណ៌បាទពួកខ្ញុំចូលចិត្តម្ទេសបើដាក់ម្ទេសទេគឺថាវាអត់មានជារសបាទឆ្ងាញ់ណាបាទអញ្ចឹងកូរត្រឡប់ឆាត្រឡប់នេះឯងគាត់ណាវីដេអូកូលចង់2នាទីតែឯងបាទឆាអញ្ចឹងក្បោះក្បាយពាក្យពេចអីមិនដឹងថានិយាយថាម៉េចគឺតែឆាចុះឆាឡើងអញ្ចឹងគាត់ថាបើតម្រូវឲ្យធ្វើវីដេអូខ្លីមិនដឹងនិយាយតែមួយម៉ាត់ទៅឆាប់ចប់ដល់ពេលឃើញឆាចុះឆាឡើងទេមិនដឹងថានិយាយអីអញ្ចឹងមាននិយាយបដែតប្អូសយកនាទីឆាប់ដល់នាទីបាទអញ្ចឹងសាច់យើងក៏វារៀងស្ងួតហើយបាទហើយបន្ទាប់ពីសាច់ស្ងួតបានយើងចាប់ដើមរៀបចំដាក់បន្លែបាទហើយបន្លែបានចិត្តហើយរួចហើយបាទបន្លែនេះគឺបន្លែត្រឡាចបាទមុខម្ហូបនេះគឺមុខម្ហូបឆាត្រឡាចជាមួយនឹងសាច់ជ្រូកបាទមុខម្ហូបនេះងាយស្រួលបាទហើយនឹងងាយធ្វើបាទដើម្បីអ្នកមិនចេះធ្វើម្ហូបក៏មើលមួយផ្លេតនឹងយល់នឹងការធ្វើដែរស្រួលចិត្តត្រឡាចជាងវ៉ាមូលយើងមកហាន់សាច់បើសិនជាសាច់ស្វិតយើងហាន់សាច់របៀបម៉េចហាន់ទៅតឹងដើម្បីឲ្យវាផុយហើយចំពោះបន្លែដែលយើងចិត្តវាជាចង្វាមូលចេះហើយយើងឆាទៅវាឆាប់ទន់បាទហើយឆាប់ចូលជាតិគ្រឿងក្រៅបាទចូលត្រឡប់ថ្ងៃដើម្បីខ្ញុំដាក់ម្ទេសមុនពេលម្ទេសនឹងវាឡើងប្រេងទៅពេលយើងដាក់បន្លែទៅសាច់ទៅវាឡើងរៀងក្រហមតិចដោយមិនបាច់យើងចាំបាច់យើងកូរស្ករក្រហមខ្លាំងទេនៅខ្លោចបាទពេលមិញខ្ញុំដាក់ទឹកបន្តិចដើម្បីឲ្យវាឆាប់ទន់បាទកាលណាវាពុះទៅវាធ្វើឲ្យបន្លែត្រឡាចយើងវាឆាប់ទន់ហើយចំពោះបន្លែត្រឡាចនេះឆាយើងមិនបាច់ដល់វារលួយខ្លាំងពេកទេកាលណាវារលួយខ្លាំងពេកដូចជាអត់សូវឆ្ងាញ់ទេបាទវាពុះខ្លាំងក្រាក់អញ្ចឹងខ្ញុំបន្ថែមនៅពងទាមួយគ្រាប់ទៀតបាទហាច់បាទយើងដាក់ពងទាវាទៅដូចវាដល់រឿងតាយសម្លយើងតិចតាយវាដូចយើងដាក់ម្សៅឆាតែបិទការពិតដល់នេះយើងប្រើប្រភេទពងទាមួយគ្រាប់ដាក់2ក៏បាន3ក៏បានតែទៅលើបងប្អូនដែលចង់ឲ្យឆ្ងាញ់ហ្នឹងបើខ្ញុំចង់ដាក់4 5គ្រាប់ទៅយើងមើលឃើញសិតតែពងទាទៀតបាទវាលុបទៅលើបាទហើយស្រួលធ្វើទេបាទហើយចំពោះវីដេអូនេះក៏មិនមានអីច្រើនដែរបងប្អូនមានតែប៉ុណ្ណេះទេហើយបើសិនការធ្វើរបស់ខ្ញុំនោះវាខុសឆ្គងឡើយណាអីសូមខន្តីបេតូឲ្យជួយខមមិនប្រាប់ផងបាទបាយទាំងអស់គ្នាបាទ